ថ្ងៃនេះពូធ្វើវីដេអូទៅណាហើយជាពិសេសឯងទាំង4នាក់ប្រុស2ស្រី2ជាពិសេសមីកប់អាខួចហើយអាជ្រូកអាតុលស្ដាប់នេះជាវីដេអូផ្លូវការមិនមែននិយាយលេងសើចសម្រាប់ពូឯងទេគឺគ្រាន់តែជាការចាប់ផ្ដើមដោយឯងត្រូវដឹងថាអ្វីដែលពូនិយាយទាំងប៉ុន្មាននោះម្ដាយឯងក៏ដឹងដែរមិនមែនពូនិយាយដោយនឹកឃើញនិយាយទេឥឡូវនេះចាំមើលពូនិយាយណាយកវីដេអូនេះទៅប្រាប់ម្ដាយឯងម្ដាយឯងជាអ្នកណាគឺជាបងពូនឹងហើយសាច់មួយឈាមមួយមានន័យថាជាបងពូម្ដាយឯងជាទៀងពូរិនណាហើយឯងជាក្មួយរបស់ពូរិនទាំង4ណាសម្រាប់ឪពុកឯងមានន័យថាគាត់បែកពីម្ដាយអានឹងវាជារឿងខ្សែជីវិតរបស់គាត់ចូលស្ដាប់ដែលពូនិយាយដើមរឿងដំបូងឲ្យឯងរាល់គ្នាស្ដាប់ដើម្បីឲ្យបានចេះគិតពិចារណាប្រាប់ថាយកវីដេអូនេះទៅប្រាប់បងអញក្នុងសាច់ឈាមអញនិយាយចឹងមានណាគេម្ដាយឯងនឹងថាត្រូវឲ្យគាត់មានការចងចាំកាលនៅជើងភ្នំទិបដេកង្ហតទំនប់កង្ហតខាងលិចភ្នំទិបដេដែលកំលៀតប្រហែលជា2ទៅ3 4នាទីទេដែលត្រូវបានស្លាប់ទាំងអស់ដែលខ្មែរក្រហមពលពតត្រូវបាញ់សម្លាប់ណាបញ្ជូថាតើហេតុអ្វីបានជាគាត់នឹងអញនឹងវាមានជីវិតរស់រហូតមកដល់សប្តាហ៍ថ្ងៃនេះណាគាត់នឹងចងចាំហើយអត់ខុសទេពូនិយាយជាផ្លូវការប្រាប់ថាអរគុណដល់ព្រះជាម្ចាស់នៅពេលណាដែលគ្រាន់តែរៀបនឹងបោះជំហានចេញទៅលើកតែគឺថាកងវិចក៏អាវដាក់លើស្មាក៏ពូចុកជើងណាចុកជើងមានន័យថាយើងនិយាយតាមភាសាយើងគេថាក្តាមកាច់ជើងដើរទៅមុខមិនរួចទេអត់ទៅរួចតែម្ដងហើយបានជាបងអញហ្នឹងម្ដាយឯងហ្នឹងក៏រត់មកវិញមកចាំអញក៏ចាប់ដៃគាត់ជាប់ក៏គាត់ក៏លើកអញតែអញទៅមិនរួចណាអញទៅរួចទេដើរទៅមុខមួយជំហានក៏មិនរួចដែរគ្រាន់តែថាប្រឹងមកគឺទៅអស់ហើយគាត់តែប៉ុណ្ណឹងព្រឹបស្នូកំភ្លើងបាញ់ប្រាវប្រាប់បានទេហ្នឹងហើយគឺស្នូកំភ្លើងបាញ់ប្រាវដឹងស្លាប់អ្នកណាទេស្លាប់12គ្រួសារណាហេតុអីបានជាគេត្រូវបាញ់ថ្ងៃនោះស្ដាប់ឲ្យបានស្ដាប់ពូនិយាយមួយហើយយកវីដេអូនឹងទៅឲ្យគាត់ទៅគឺគាត់អត់ដែលគាត់អត់បដិសេធថារឿងហ្នឹងគឺពិតជាដូចជាវានិយាយនឹងហើយហ្នឹងហើយពីថ្ងៃនាំគ្នាដើរទៅរកដូចជាមហូបមហាអីចឹងទៅជីកកំពូងអីហ្នឹងហើយក៏វិភាសាគ្នារត់ទៅយួនព្រោះទៅហ៊ានយួនវានៅប្រហែលជា2-3 គីឡូពីមុខនឹងទេអញ្ចឹងក៏នាំគ្នាថាត្រូវតែរត់ហើយយប់ហ្នឹងនៅនឹងអត់បានទេហ្នឹងហើយយើងទៅរកកន្លែងថាតំបន់រំដោះណាហ្នឹងហើយអញ្ចឹងក៏យប់ឡើងម្លុកម៉ោងហ្នឹងបើជាម៉ោង7ឬក៏ម៉ោងម្លុកហ្នឹងអត់ចាំច្បាស់ទេពួកវាងឹតជើងនឹងយើងនិយាយថាម៉ោង7ម៉ោង8យប់ទៅចោះក៏ចាប់ផ្ដើមទៅចឹងកាលហ្នឹងពូមានម្ដាយចុងមានម្ដាយចុងឈ្មោះមីងសុបុត
ហើយម្ដាយឯងនឹងក៏ដឹងហើយគាត់បងអញគាត់ចាំជាងអញទៅទៀតហើយគឺនេះគាត់ស្លាប់បាត់ដោយសារតែខ្មែរក្រហមបាញ់ទាំងអស់ទាំង12គ្រួសារកប់ក្នុងផ្លូវតែមួយណាយើងទាញសេចក្តីជំនឿយកមកវិញបានជាអញជាពូឯងនឹងក៏រស់បានរហូតដល់ថ្ងៃនេះហើយម្ដាយឯងនោះក៏កំពុងតែនៅជ្រងោហើយបង្កើតឯងបានទាំង4នាក់ហ្នឹងសប្តាហ៍ថ្ងៃណាពិភាកនៅក្នុងសេចក្តីជំនឿមានន័យថាព្រះទ្រង់បានទុកជីវិតអញនិងម្ដាយឯងឬក៏ម្ដាយឯងក៏បានរស់ជីវិតបានបង្កើតឯងទាំង4នាក់មករាល់ថ្ងៃនេះគឺដោយសារអញដោយសារទី1អីគេយើងមើលណាបោះជំហានដើរទៅមុខគឺអញចាប់ផ្ដើមមានក្តាមកាច់ជើងទៅអត់រួចទេចុកតែម្ដងហើយបើសិនជាអត់មានអាក្តាមកាច់ជើងវាត្រូវស្លាប់ទាំងអស់ណាវាត្រូវស្លាប់ទាំងអស់ហ្នឹងណាយើងឲ្យត្រូវយល់អញ្ចឹងវាដោយសារអីគេគឺថាយើងមើលមិនឃើញប៉ុន្តែវាមានអាការដែលគំនួយចុកជើងហ្នឹងចុកអញទៅអត់រួចសោះតែម្ដងបោះជំហានទៅគាត់បានចុកវាថាចុកហ្នឹងចុកស្មើនឹងគេមកកាប់សរសៃជើងនឹងផ្ដាច់ទាំងពីរប៉ុន្តែចុកតែម្ខាងណាផ្ដាច់សរសៃជើងនឹងដើរទៅមុខមិនរួចគ្រាន់តែនិយាយថាទៅអត់រួចទេចាំមើលបន្តិចសិនបើចាំមើលបន្តិចសិនស្នូកំភ្លើងផ្ទុះប្រាវតែម្ដងហ្នឹងហើយមានម្នាក់ដែលដូចចិត្តពូហ្នឹងក៏វាបានរស់ក្របកំភ្លើងគួតនឹងដោះតែឥឡូវវាស្លាប់បាត់ហើយឈ្មោះថាអថៃអញ្ចឹងម៉ែឯងក៏ស្គាល់ដែរអញ្ចឹងវីដេអូនេះរៀងវែងបន្តិចអញ្ចឹងអញធ្វើតែខ្លីៗទេដោយសារតែទី1ចុងក្រោយនេះអញត្រូវថាឲ្យម៉ែឯងហើយឯងទាំង4នាក់ត្រូវប្រែចិត្តជឿព្រះហ្នឹងហើយណាប្រែចិត្តទទួលជឿព្រះជាទីបន្ទាន់ក្នុងសាច់ឈាមឯងជាសាច់ឈាមអញនោះអញនិយាយបែកដូចជាបង្ខំប៉ុន្តែបើសិនជាជឿព្រះទទួលជឿព្រះនោះទទួលជឿដោយស្ម័គ្រចិត្តដោយសារតាំងដោយសារពូបង្ខំអត់ទេណាបើបានយកចេញដោយតាពូបង្ខំហើយឯងទទួលជឿឥតប្រយោជន៍ទេណាកូនណាកូនទាំងអស់ហើយជាពិសេសម្ដាយឯងដែលគាត់អត់ទាន់ទៅទេត្រូវឲ្យស្ដាប់វីដេអូពូពី1ទៅ1ពី1ទៅ1ឲ្យបានពីព្រោះថាតាឯងយាយឯងហើយអញនិយាយប្រើពាក្យជាមួយនឹងគាត់ថាឪពុកម្ដាយយើងគាត់អត់បានស្គាល់ព្រះទេហើយចឹងអញឃើញថ្ងៃមុនឃើញមីកប់អីឲ្យគាត់ទៅបន់ទៅអីគាត់ឥឡូវវាអត់ខុសអត់ឆ្គងទេប៉ុន្តែសំខាន់ជាងគេបន់ទាំងអស់នោះមិនអាចជួយប្រលឹងវិញ្ញាណបានទេហើយពូនិយាយដោយសេចក្តីជំនឿក្នុងព្រះម្ចាស់ហើយឥឡូវនេះគឺវាវែងពេកអញ្ចឹងគឺមានទី1ចាំស្ដាប់វីដេអូទី2អានេះវីដេអូនេះពូផ្ញើតែប៉ុណ្ណឹងហើយយកវីដេអូនេះឲ្យគាត់បានឃើញទាំងសុខអញបានឃើញទាំងពូហើយបានឃើញទាំងសម្លេងនិយាយនេះដោយពិតប្រាកដមានទី1អញអត់ត្រូវការអីពីគាត់អត់ត្រូវការអីពីឯងសំខាន់ជាងគេឯងត្រូវប្រែចិត្តទទួលជាព្រះបើមិនទទួលជាព្រះទេគឺឯងលំបាកហើយពាក្យថាលំបាកយ៉ាងម៉េចហ្នឹងខ្ញុំរងថ្ងៃខ្ញុំទៅវត្តតើពូខ្ញុំម៉ែទៅវត្តអត់ទេមិនមែនជាព្រះទេអ្នកណាក៏ដោយឲ្យតែមានសេចក្តីស្លាប់នោះមិនមែនជាព្រះទេណាឥឡូវនេះវីដេអូនេះចប់តែប៉ុណ្ណេះសិនបងស្រីបងសម្លាញ់ប្អូនគឺជាអ្នកដែលនិយាយផ្ទាល់ធ្វើវីដេអូនិយាយផ្ទាល់បងអត់អាចទេឥឡូវបងអត់ទាន់ហួសពេលទេដោយសារតែអាយុច្រើនយ៉ាងណាក៏ដោយប៉ុន្តែពេលណាដែលយើងហួសពេលនៅពេលណាដែលវិញ្ញាណចេញពីរូបកាយមានន័យថាស្លាប់បងអត់ទាន់ទៅណាទេហើយមានន័យថាសុខភាពក៏អត់ទាន់ទន្ទ្រាំប្រមាណដែរបងត្រូវតែសម្រេចចិត្តជឿដល់ព្រះដែលបង្កើតផ្ទៃមេឃនិងផែនដីគ្រប់ទាំងរបស់សពសារពើទាំងពូជមនុស្សនៅលើផែនដីផងប្អូនគឺជាមនុស្សម្នាក់ដែលបានដឹងរឿងនេះអញ្ចឹងគឺប្អូនអត់ត្រូវការអីក្រៅពីថាសូមឲ្យបងទទួលជាព្រះមុនពេលដែលយើងស្លាប់បងចាំស្លាប់ហើយបានថាចាំជាតិនេះចាំជាតិនោះអត់បានទេបងអត់ទេគឺយើងធ្វើអីនៅពេលដែលយើងនៅរស់អរគុណអញ្ចឹងសូមព្រះអង្គប្រទានពរអូនសង្ឃឹមថាបងនឹងស្ដាប់តាមអ្វីដែលបងអូននិយាយទាំងអស់ហ្នឹងហើយនឹងស្ដាប់វីដេអូបន្តទៀត
là dương nhà ở ban để ra từ vì về về nhà ta mà tu được tập được cả bạn xôm vào ông bát tiên po đòi bao say chẳng mùi sầm lạnh chẳng buồn nẹt chẳng mùi pro mùi say mùiภาษาទាំងអស់ហើយនឹងចៅចៅទាំងអស់សូមបានប្រកបដោយព្រះគុណព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែនអាមែន